ឥឡូវនេះខ្ញុំមកដល់ខេត្តរតនគិរីស្រុកកណ្ដូងមាសបងប្អូនហើយខ្ញុំមកហ្នឹងថ្ងៃទី4 ខែ 1 ឆ្នាំ 2026បងប្អូនមកមើលស្វាយចន្ទីរបស់គាត់ទាំងអស់គ្នាបងប្រុសគាត់បានប្រាស់ជូនបងប្អូនហើយបន្ទាប់ពីប្រាស់ឲ្យបងប្អូនមកមើលក្តាប់នេះបាទក្តាប់នេះមិនមែនចេញតែមួយមេឃក៏មិនមែនចេញមួយដើមណាបងប្អូនអានេះដោយសារតែវាធ្លាក់មេឃវាផ្លាយច្រើនទៅវាធ្លាក់ទៅស្រួលថតនេះបងប្អូនឃើញទេនោះខាងលើសក់ផ្លាយនេះបងប្អូនមើលអាដាមខាងនេះទៀតនេះបាទចឹងខ្ញុំដើរថតឲ្យបងប្អូនមើលហ្មងទស្សនាជាមួយខ្ញុំបងប្អូនគ្នាបងប្អូននេះបាទគឺក្តាប់ចេញច្រើនណានេះបងប្អូននេះបាទគឺពូជ M23 បងប្អូនបាទនេះចេញច្រើនណាបងប្អូននេះមើលក្តាប់បងប្អូននេះក្តាប់ចេញច្រើនណាអញ្ចឹងបងប្អូនមកដល់ខែ 1 ឆ្នាំ 2026ហើយតើចន្ទទីបងប្អូនឥឡូវនេះគឺមានក្តាប់មកច្រើនហើយឬនៅឬក៏កំពុងតែបាញ់បំពន់ផ្កាទាញផ្កានៅឡើយបាទចឹងសម្រាប់ចការរបស់គាត់នេះឥឡូវគឺចាប់ផ្ដើមបំពន់ក្តាប់ហើយយើងដើម្បីការពារក្តាប់នេះកុំឲ្យក្តាប់យើងនឹងទៅជាចូលជំងឺផ្សិតឬក៏ទុំកដបឲ្យក្របចន្ទីរបស់យើងនឹងវាខាតទិន្នផលអញ្ចឹងយើងត្រូវការពារម្ដងដើម្បីឲ្យក្របហ្នឹងគឺវាបំពន់ទៅដល់ទុំជ្រុះបានប្រមូលទិន្នផលអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមថតផ្សាយជូនបងប្អូនតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយបាទ